ចំណូលរបស់ហាងមើលទៅហាក់បីដូចជាច្រើនណាស់ប៉ុន្តែសុទ្ធសឹងតែជាការជំពាក់មិនទាន់ទទួលបានលុយមួយសេនឡើយមិនអាចអូសបន្លាយពេលទៀតបានទេថ្ងៃត្រង់នេះត្រូវតែទៅជោគជ័យជាមួយ Kevin ហើយមីយួនជួយបើកស្រាក្រហមដែលល្អបំផុតនៅក្នុងហាងពីរដបទៀតមកលោកប្រធាន Kevin តើអ្នកអាចទូទាត់ថ្លៃអាហារសម្រាប់ខែនេះបានទេខាងខ្ញុំត្រូវបង់ថ្លៃឈ្នួលផ្ទះនិងថ្លៃគ្រឿងផ្សំអាហារលែងមានលុយបង្វិលហើយមីយួនកុំបារម្ភអីផ្នែកហិរញ្ញវត្ថុកំពុងរៀបចំតាមនីតិវិធីហើយប្រហែលជា3ទៅ5ថ្ងៃទៀតនឹងផ្ទេរទៅឲ្យហើយចាំតែលុយវិនិយោគចំនួន$30 លានអាមេរិកក្នុងវគ្គនេះចូលកាន់នេះភ្លាមខ្ញុំនឹងយកលុយ$5 លានមកវិនិយោគលើហាងរបស់អ្នកផ្ទាល់ដើម្បីឲ្យអ្នកបើកសាខាពេញតំបន់ពាណិជ្ជកម្មទូទាំងទីក្រុងតែម្ដងលោកប្រធាន Kevin ល្អបំផុតហើយខ្ញុំដឹងថាអ្នកមិនបំភ្លេចខ្ញុំឡើយប៉ុន្តែខ្ញុំមានរឿងមួយប្រហែលជាត្រូវសុំឲ្យអ្នកជួយបន្តិចលោកអញ្ជើញនិយាយចុះរឿងរបស់លោកប្រធាន Kevin ក៏ជារឿងរបស់ខ្ញុំដែរគឺបែបនេះស្អែកយប់នេះក្រុមហ៊ុនយើងត្រូវទទួលស្វាគមន៍ថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ដែលមកពី Wall Street មហាសេដ្ឋីរូបនេះមិនសមនឹងការញ៉ាំអាហារនៅភោជនីយដ្ឋានចិនខាងក្រៅទេគាត់ចូលចិត្តតែចុងភៅឯកជនដែលមានលក្ខណៈស្ងប់ស្ងាត់និងមានស្ទីលបែបនេះណាស្អែកយប់នេះពួកយើងនឹងកក់ហាងរបស់អ្នកទាំងមូលតែម្ដងប៉ុន្តែបើញ៉ាំតែសាឡាត់ប្រកាសជាមិនកើតទេអ្នកជួយទៅទិញបង្កងអូស្ត្រាលីលំដាប់កម្ពស់ចំនួន5ក្បាលយិនសិនសមុទ្រព្រៃ2គីឡូនិងខ្យងប៉ាវហឺ2ទៀតមកឯស្រាវិញយកឡាហ្វី2ដបមកចុះរបស់ទាំងនេះបូកបញ្ចូលគ្នាថ្លៃដើមយ៉ាងហោចណាស់ក៏រាប់ម៉ឺនដែរមិនដែលខ្លាចបងប្រុសម្នាក់នេះមិនឲ្យលុយមែនទេបើអញ្ចឹងទេចាំទុកចុះខ្ញុំនឹងឲ្យលេខាទៅកក់បន្ទប់នៅសន្តាគារ Burger វិញឆ្លៀតឱកាសនេះបដូរអាហារការងារខែក្រោយរបស់យើងទៅទីនោះទាំងអស់តែម្ដងទៅអូយគុំលោកប្រធាន Kevin យល់ច្រឡំហើយទុកលើខ្ញុំចុះស្អែកនេះធានាថានឹងរៀបចំជូនលោកយ៉ាងល្អឥតខ្ចោះតែម្ដងហាប្អូនស្រីល្អបងប្រុសនឹងមិនឲ្យអញហត់នឿយទេឡើយកិននេះបូករួមទាំងថ្លៃអាហារមួយខែមុននេះផងស្អែកយប់ក្រោយពេលញ៉ាំរួចខ្ញុំនឹងឲ្យផ្នែកហិរញ្ញវត្ថុក្រុមហ៊ុនផ្ទេរទាំងដើមទាំងការបូកបន្ថែម20ជាថ្លៃនឿយហត់ជូនអញតែម្ដងលុយជំពាក់ពីមុនមានរាប់សែនទៅហើយបូកបន្ថែម20ទៀតនោះគឺជាប្រាក់ចំណេញសុទ្ធដល់ទៅ2ទៅ3ម៉ឺនឯណោះទោះបីជាត្រូវទៅខ្ចីលុយអនឡាញក៏ត្រូវតែធ្វើរឿងថ្ងៃស្អែកនេះឲ្យជោគជ័យដែររសជាតិឆ្ងាញ់ខ្លាំងណាស់សូមគ្រប់គ្នាញ៉ាំឲ្យបានឆ្ងាញ់ណាស់លើកក្រោយមកលេងទៀត Maggie ពិតជាសុំទោសខ្លាំងណាស់ថ្ងៃនេះដើម្បីទទួលភ្ញៀវបរទេសទាំងនេះខ្ញុំបានយកលុយក្នុងកាបផ្ទាល់ខ្លួនរបស់ខ្ញុំទាំងអស់ទៅទិញកាដូជូនពួកគេអស់ហើយស្អែកម៉ោង10ព្រឹកទាំងថ្លៃអាហារពីមុននិងថ្លៃទិញទំនិញទាំងអស់សរុប28ម៉ឺនខ្ញុំនឹងឲ្យផ្នែកហិរញ្ញវត្ថុក្រុមហ៊ុនផ្ទេរចូលកាន់នេះរួមរបស់អ្នកមិនឲ្យខ្វះមួយសេនឡើយចាស់លោកប្រធាន Kevin អញ្ជើញធ្វើដំណើរដោយសុវត្ថិភាពស្អែកចាំដំណឹងល្អពីលោកនេះម៉ោង12ទៅហើយមិនក៏នៅតែគ្មានដំណឹងអ្វីសោះអញ្ចឹងថៅកែស្រីលៃថ្លៃជួលផ្ទះនិងថ្លៃសេវាគ្រប់គ្រងអចលនទ្រព្យពាក់កណ្ដាលឆ្នាំក្រោយរបស់អ្នកសរុប15ម៉ឺនតើពេលណាទៅបង់បើនៅតែមិនបង់ទៀតថ្ងៃនេះរៀបចំអីវ៉ាន់ចេញទៅតក់ក្រហល់ធ្វើអីដូចខ្មោចឃ្លានចាប់ជាតិអញ្ចឹងតើអ្នកដឹងទេថាភ្ញៀវដែលហាងខ្ញុំទទួលសុទ្ធតែជាលំដាប់ណាខ្លះសុទ្ធតែជាអ្នកមានអំណាចហិរញ្ញវត្ថុមកពី Wall Street ខ្ញុំមានលុយជិត30ម៉ឺនចិត្តចូលកាន់នេះហើយតើខ្ញុំខ្វះខាតលុយកាក់បន្តិចបន្តួចរបស់អ្នកមែនទេខ្ញុំមិនខ្វល់ថាជាអ្នកមានធំឬតូចទេខ្ញុំស្គាល់តែលុយប៉ុណ្ណោះខ្ញុំទុកពេលឲ្យអ្នក2ម៉ោងចុងក្រោយបើមិនឃើញថ្លៃជួលផ្ទះមុនម៉ោង2រសៀលទេខ្ញុំនឹងឲ្យគេយកអីវ៉ាន់របស់អ្នកទៅក្រវែងចោលនៅតាមផ្លូវភ្លាមសូមទោសលេខទូរស័ព្ទដែលលោកអ្នកកំពុងហៅត្រូវបានកាត់ផ្តាច់ជាបណ្ដោះអាសន្នសូមហៅទៅម្ដងទៀតនៅពេលក្រោយបិទទូរស័ព្ទប្រហែលជាកំពុងប្រជុំអន្តរជាតិឬក៏ទូរស័ព្ទអស់ថ្មហើយមើលទៅហើចាំតែខ្ញុំទទួលបានលុយ30ម៉ឺននេះបង់ថ្លៃផ្ទះរួចលុយដែលសល់នឹងយកទៅទិញកាបូបថ្មីមួយធ្វើឲ្យអាអ្នកក្ររែកអេតនោះខឹងស្លាប់តែម្ដងលោកប៉ូលីសអ្នកត្រូវតែជួយរកយុទ្ធធម៌ពួកយើងផងណាជនបោកប្រាស់ឈ្មោះ Kevin នោះបានជួលឡានផូស៊ីចំនួន3គ្រឿងពីយើងរួចក៏យកទៅបញ្ចាំហើយរត់បាត់ស្រមោលទៅហើយខ្ញុំរត់តែអណោចអាធំជាងនេះទៅទៀតពួកគេបានមកខាងអាហារជប៉ុនរបស់ខ្ញុំទាំងញ៉ាំទាំងខ្ចប់អស់មួយខែជពាក់លុយខ្ញុំដល់ទៅ11ម៉ឺនពួកយើងក៏ជាជនរងគ្រោះដែរក្រុមមនុស្សនេះបានជួលការិយាល័យនេះកាលពី3ខែមុនដែលគ្រាន់តែបង់ប្រាក់កក់មួយខែប៉ុណ្ណោះថាសុទ្ធតែជាអ្នករៀនចប់ពីបរទេសមកបង្កើតអាជីវកម្មថ្ងៃធម្មតាជួលទូសម្ដែង2 3នាក់មកធ្វើពុតជាថ្នាក់ដឹកនាំជាន់ខ្ពស់ដែលបោកញ៉ាំបោកផឹកនិងបោកលុយវិនិយោគនៅតាមភោជនីយដ្ឋានលំដាប់ខ្ពស់រាល់ថ្ងៃយប់មិញពាក់កណ្ដាលអាធ្រាត្រក៏ប្រមូលកុំព្យូទ័រចាស់ទាំងនេះរត់បាត់ស្រមោលតែម្ដងអ្នកថាលោក Kevin នោះគឺជាជនបោកប្រាស់មែនទេចុះមហាសេដ្ឋីមកពី Wall Street នោះចុះលុយវិនិយោគ$30 លាននោះមហាសេដ្ឋីស្អីទៅជនបរទេសទាំងនោះសុទ្ធតែត្រូវបានគេជួលមកទេនេះជាក្រុមបោកប្រាស់ដែលតម្រង់ទីដៅជាពិសេសលើអាជីវករដែលចូលចិត្តភាពហ៊ឺហានិងចង់តោងអ្នកមានដូចជាពួកយើងនឹងឯណោះលុយរបស់ខ្ញុំបង្កងរបស់ខ្ញុំ30ម៉ឺនរបស់ខ្ញុំប្តឹងប៉ូលីសខ្ញុំចង់ប្តឹងប៉ូលីសយកលុយរបស់ខ្ញុំមកវិញឲ្យខ្ញុំក្រុមបោកប្រាស់អាជីពដែលដើរបោកប្រាស់បែបនេះពេលលុយចូលកាន់នេះភ្លាមពួកគេនឹងលាងលុយទៅក្រៅប្រទេសតាមរយៈធនាគាររងឹតផ្លេតពួកយើងនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីតាមដានប៉ុន្តែអ្នកក៏ត្រូវត្រៀមចិត្តទុកមុនថាប្រហែលជាមិនអាចយកលុយមកវិញបានដែរម្ចាស់ផ្ទះអ្នកកំពុងធ្វើអីហ្នឹងហេតុអីបានជាអ្នកមកកំទេចខាងរបស់ខ្ញុំបែបនេះ
ធ្វើអីមែនទេអ្នកហួសកំណត់បងថ្លៃឈ្នួលផ្ទះ3ថ្ងៃហើយយោងតាមកិច្ចសន្យាខ្ញុំអាចដេញអ្នកចេញនៅពេលណាក៏បានហាងនេះខ្ញុំបានជួលឲ្យអ្នកផ្សេងបើកហាងគុយទាវបាត់ទៅហើយគេថែមទាំងបងប្រាក់កក់រួចរាល់ទៀតផងឆាប់ប្រមូលរបស់របរប្រយោជន៍របស់អ្នកចេញទៅគុំមុខនៅទើបភ្នែកទីនេះលុយ100000ដែលអ្នកបានខ្ចីពីប្រព័ន្ធអ៊ីនធឺណិតបានហួសកំណត់ហើយបើនៅតែមិនសងលុយទៀតពួកយើងនឹងផ្ញើព័ត៌មានជំពាក់លុយរបស់អ្នកទៅកាន់គ្រប់លេខទំនាក់ទំនងទាំងអស់របស់អ្នកមិនខានចប់គ្រប់យ៉ាងហើយពូតើសាច់នៅឯការដ្ឋានសំណង់ដំណាក់កាលទី3បានដឹកទៅដល់ឬនៅប្រធានលេងថាថ្ងៃនេះកម្មករវេនយប់មានច្រើនអ្នកជួយបន្ថែមពងទីជៀន50គ្រាប់ទៀតឲ្យពួកគេទៅលុយគិតលើពួកយើងច្បាស់ជាមិនយកលុយគេឡើយលោកតាត្បិតអីឡានដែលទើបតែបើកកាត់ទៅមិញជាឡានធ្វើអីហ្នឹងហើយហាងអាហារ Hishan ស្អីគេនោះជាហាងរបស់អ្នកណាគេបើកទៅគឺប្តីប្រពន្ធ Wang Daishan ដែលធ្លាប់លក់ដូរនៅទល់មុខការដ្ឋានសំណង់ពីមុននឹងណាឥឡូវពួកគេអស់ចាស់ណាស់ត្រូវបានប្រធានលេងនៅការដ្ឋានសំណង់ពេញចិត្តក៏មកការផ្ដល់អាហារសម្រាប់មនុស្សជាង1000នាក់នៅការដ្ឋានសំណង់ធំចំនួន3ឮថាឥឡូវនេះចំណូលប្រចាំឆ្នាំឡើងដល់រាប់លានឯណោះប្តីប្រពន្ធគេស្មោះត្រង់ណាស់ស័ក្តិសមនឹងពួកគេខ្លាចជាអ្នកមានហើយមួយឆ្នាំរាប់លានទេខ្ញុំមិនសុខចិត្តទេនោះជាលុយរបស់ខ្ញុំកាលនោះលេនជាធ្លាប់ការពារខ្ញុំខ្លាំងណាស់ក្នុងចិត្តរបស់គេប្រកាសជាមានខ្ញុំមិនខានឡើយឲ្យតែខ្ញុំបន្ទន់អរិយាប័ត្របន្តិចឲ្យតែខ្ញុំទៅអង្វរគេប្រកាសជានឹងដេញពួក Dashan ចេញហើយប្រគល់ការបញ្ជាទិញទាំងនោះមកឲ្យខ្ញុំវិញជាមិនខានចាស់យ៉ាវរសៀលនេះជួយទៅពិនិត្យមើលរន្ទាសំណង់នៅអគារលេខ2ម្ដងទៀតផង Lindsay ឡៃមីជួនតើអ្នកមកធ្វើអីទីនេះការដ្ឋានសំណង់របស់ពួកយើងហាក់ដូចជាមិនត្រូវការអតិថិជន VIP ដែលធ្វើស្ប៉ាឡើយ Lindsay ខ្ញុំខុសហើយខ្ញុំពិតជាដឹងខ្លួនថាខុសហើយខ្ញុំត្រូវបានគេបោកប្រាស់ភ្ញៀវលំដាប់ខ្ពស់ស្អីនោះសុទ្ធតែជាពួកបោកប្រាស់ទាំងអស់ពួកគេមិនត្រឹមតែបោកលុយរបស់ខ្ញុំអស់គ្មានសល់ទេថែមទាំងបោកឲ្យខ្ញុំទៅខ្ចីលុយការប្រាក់ខ្ពស់ទៀតផងឥឡូវនេះខ្ញុំគ្មានលុយ1សេនជាប់ខ្លួនឡើយសូម្បីតែកន្លែងស្នាក់នៅក៏គ្មានដែរ Lindsay សូមគិតដល់ទំនាក់ទំនងដែលពួកយើងធ្លាប់សហការគ្នារយៈពេល2ឆ្នាំកន្លងមកនេះជួយសង្គ្រោះខ្ញុំផងទៅណាថៅកែស្រីឡៃបើអ្នកត្រូវគេបោកប្រាស់អ្នកគួរតែទៅប្តឹងប៉ូលីសមកស្វែងរកខ្ញុំមានប្រយោជន៍អីទៅខ្ញុំគ្រាន់តែជាអ្នកគ្រប់គ្រងគម្រោងម្នាក់ប៉ុណ្ណោះមិនមែនជាអង្គការសប្បុរសធម៌ឡើយអ្នកអាចជួយខ្ញុំបានអ្នកប្រកាសជាអាចជួយខ្ញុំបានខ្ញុំដឹងថាក្នុងដៃរបស់អ្នកឥឡូវនេះមានសិទ្ធិសម្រេចលើការផ្ដល់អាហារសម្រាប់មនុស្សជាង1000នាក់អ្នកដេញហាងអាហារ Hishan នោះចេញទៅបានទេហើយប្រកុលសិទ្ធិនោះមកឲ្យខ្ញុំវិញមកខ្ញុំធានាថាលើក្រោយនឹងផ្ដល់ប្រាក់កម្រៃជើងសារច្រើនបំផុតជូនអ្នកហើយខ្លួនប្រាណរបស់ខ្ញុំក៏អាចជារបស់អ្នកបានដែរឲ្យតែអ្នកនិយាយមួយម៉ាត់ខ្ញុំនឹងស្ដាប់តាមអ្នកគ្រប់យ៉ាងល្មមហើយឡៃមីជួនអ្នកមិនត្រឹមតែជាមនុស្សមើលងាយអ្នកក៏ទេថែមទាំងគ្មានសិលធម៌តតែសោះពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍ខ្ពើមរអាំខ្លាំងណាស់តើអ្នកគិតថាការដ្ឋានសំណង់នេះជាផ្ទះរបស់អ្នកបើកមែនទេចង់ដើរចេញក៏ចេញចង់ត្រឡប់មកវិញក៏មកកាលពី2ខែមុនតើនរណាគេដែលនិយាយតាមទូរស័ព្ទដោយរកពីជ្រងៀងថាកម្មកររបស់ពួកយើងសុទ្ធតែធំក្លិនញើសធ្វើឲ្យថយចុះកម្រិតជីវភាពរបស់អ្នកតើនរណាគេនិយាយថាកិច្ចព្រមព្រៀងដ៏កំសាកដែលអាចលុបចោលបានគ្រប់ពេលនេះសូម្បីតែកាកសំណល់ក្រដាសមួយសន្លឹកក៏មិនស្មើផងឥឡូវនេះអ្នករស់នៅខាងក្រៅលេងកាត់ហើយក៏ចង់រត់ត្រឡប់មកជញ្ជក់ឈាមកម្មករវិញមែនទេខ្ញុំនឹងកែប្រែខ្ញុំពិតជានឹងកែប្រែទៅថ្ងៃមុខខ្ញុំប្រកាសជាធ្វើសាច់ល្អបំផុតជូនពួកគេមិនខានអ្នកលេងមានឱកាសទៀតហើយសន្តិសុខជួយដេញមនុស្សដែលមិនពាក់ព័ន្ធម្នាក់នេះចេញទៅភ្លាមប្រធានលេងមានរឿងអីហ្នឹងនេះមិនមែនជាថៅកែស្រីឡើយដែលធ្លាប់ដល់អាហារដូចចំណីជ្រូកឲ្យពួកយើងញ៉ាំរាល់ថ្ងៃកាលពីមុនទេអីយ៉ាងម៉េចដែរហាងសាឡាដលំដាប់ខ្ពស់របស់អ្នកសៃធនហើយមែនទេដល់ថ្នាក់រត់មកសុំទាននៅកន្លែងថោកទាបរបស់ពួកយើងបែបនេះស្ដោះទឹកមាត់ដាក់មួយអ្នកក៏មានថ្ងៃនេះដែរតើកាលពីមុនខ្ញុំញ៉ាំបាយប្រអប់របស់អ្នកត្រូវញ៉ាំបន្លែស្ងោរអស់មួយសប្តាហ៍ជាប់គ្នាចំណែកសាច់វិញតូចជាងក្រចកដៃទៅទៀតចិត្តគំនិតរបស់អ្នកគឺខ្មៅងឹតជាងលូទឹកស្អុយទៅទៀតLindsayអ្នកមិនអាចដាច់ចិត្តដាច់ថ្លើមបែបនេះដាក់ខ្ញុំឡើយពួកដែលជាស្អីទៅតើពួកគេអាចយល់ដឹងពីការធ្វើអាជីវកម្មដូចខ្ញុំមែនទេពួកគេពិតជាមិនយល់ពីការធ្វើអាជីវកម្មបែបស៊ីវិល័យឡើយប៉ុន្តែពួកគេស្គាល់នៅអ្វីដែលហៅថាសិលធម៌បងប្អូនទាំងអស់គ្នាចាប់តាំងពីប្តីប្រពន្ធ Dashan ទទួលការងារនេះមកពួកគេតែងតែទៅទិញសាច់ដែលមានគុណភាពល្អបំផុតនៅម៉ោង3ទៀបភ្លឺរាល់ថ្ងៃខ្លាចគ្រប់គ្នាក្រៅក្នុងក៏ធ្វើស៊ុបសណ្តែកគៀវឲ្យញ៉ាំដោយឥតគិតថ្លៃថែមទាំងបានជួបផ្ទះបាយដែលមានស្តង់ដារដឹកជញ្ជូនអាហារដោយមានប្រអប់រក្សាកម្ដៅបានយ៉ាងល្អទៀតផងតើអ្នករាល់គ្នាគិតថាសិទ្ធិសម្រេចលើការផ្ដល់អាហារនេះខ្ញុំគួរតែប្រគល់ឲ្យមនុស្សដែលធ្លាប់ជារមៀតអ្នកថាធំក្លិនញើសនោះមែនទេមិនបានដាច់ខាតដេញនាងចេញទៅចេញពីការដ្ឋានសំណង់ទៅឃើញមុខនាងធ្វើឲ្យខ្ញុំលេបបាយមិនចូលសោះថៅកែស្រីឡៃខ្ញុំឃើញអ្នកឥឡូវនេះពិតជាគួរឲ្យអាណិតណាស់ហាឆ្អឹងមួយដុំនេះជូនអ្នកហើយឆាប់ចេញទៅឲ្យឆ្ងាយភ្លាមពិតជាល្អណាស់ Lindsay ពិតជាល្អណាស់ Wang Daishan បើអ្នកមិនទុកផ្លូវឲ្យខ្ញុំរស់ទេក៏កុំសង្ឃឹមថានឹងបានរស់ស្រួលទាំងអស់គ្នាឡើយតើពួកអ្នកមិនតែងតែអួតអាងថាស្នាដៃអាហាររបស់ខ្លួនស្អាតនិងមានសិលធម៌បំផុតទេអីតើពួកអ្នកមិនមែនពឹងផ្អែកលើរឿងនេះដើម្បីឡើងកូដទេអីខ្ញុំនឹងធ្វើឲ្យអ្នកបាក់មុខបាក់មាត់និងខូចកេរ្តិ៍ឈ្មោះអស់ខ្ញុំនឹងធ្វើឲ្យអ្នកត្រូវខ្ជាក់លុយដែលធ្លាប់បានលេបចូលទាំងដើមទាំងការមកវិញឲ្យអស់ខ្សែកនេះទិញមកតម្លៃ18000ឲ្យខ្ញុំ5000មកបានហើយខ្ញុំត្រូវការលុយសុទ្ធតែលើនេះគុណភាពមធ្យមទេត្រូវការលុយប្រញាប់មែនទេឲ្យបានច្រើនបំផុតតែ3000ប៉ុណ្ណោះបើចង់បញ្ចាំក៏បញ្ចាំទៅមិនចង់ក៏ហីទៅ
បងដេបែរឿងដែលខ្ញុំនិយាយជាមួយបងកាលពីលើកមុនតើបងព្រមធ្វើដែរឬទេថាកែស្រីឡើយមិនក៏ឥឡូវនេះអ្នកធ្លាក់ខ្លួនដល់ថ្នាក់ហ្នឹងទៅវិញហាងអាហារ Hishan ដែលអ្នកចង់ឲ្យខ្ញុំទៅចាត់ការនោះឥឡូវនេះជាហាងល្បីប្រចាំគម្រោងដំណាក់កាលទី2ទៅហើយចំណូលរបស់គេធំណាស់លុយតែប៉ុណ្ណឹងចង់ឲ្យខ្ញុំទៅបំបែកឆ្នាំងបាយរបស់គេមែនទេមិនមែនឲ្យបងទៅវីកំតិចហាងគេទេគឺឲ្យទៅបន្ថែមគ្រឿងផ្សំបន្តិចបន្តួចប៉ុណ្ណោះឥឡូវនេះពួកគេបានបដូរទៅទីធ្លារោងចក្រវីនផុនចាស់ហើយទីនោះទោះបីជាធំទូលីមែនប៉ុន្តែពេលយប់ប្រកាសជាមានការធ្វេសប្រហែសក្នុងការការពារជាមិនខានយប់នេះបងនាំបងប្អូនពី3នាក់លួចចូលទៅមិនបាច់បង្កបួសស្នាមដល់នរណាឡើយខ្ញុំគ្រាន់តែចង់ឲ្យបងយករបស់ទាំងនេះទៅបោះចូលក្នុងកន្ត្រកបន្លែនិងឆ្នាំងស៊ុបរបស់ពួកគេរួចថតវីដេអូមួយឃ្លីបមកឲ្យខ្ញុំជាការស្រេចនេះជាកណ្ដោរងប់តើហើយនឹងទឹកសាច់ស្អុយដែលខ្ញុំបានរំញ៉ាស់នៅក្នុងធុងកាកសំណល់អាហារអស់រយៈពេល3ថ្ងៃទៀតផងក្រោយពេលថតវីដេអូរួចផ្ញើមកឲ្យខ្ញុំចាំការងារនេះសម្រេចបានជោគជ័យហើយពួកគេខ្សែធនឡាន Mercedes Speed 3គ្រឿងនោះប្រកាសជាត្រូវយកទៅដេញថ្លៃដើម្បីសំបំណុលជាមិនខានដល់ពេលនោះខ្ញុំនឹងជួយស្វែងរកច្រកផ្លូវដើម្បីទិញវាក្នុងតម្លៃថោករួចលុយដែលបានមកពីការលក់បន្តយើងចែកគ្នាម្នាក់ពាក់កណ្ដាលយោពងការងារថោកទាបបែបនេះបងប្អូនយើងជំនាញបំផុតហើយចាំតែទទួលដំណឹងល្អទៅចុះបងធំខ្ញុំបានពិនិត្យមើលរួចរាល់ហើយនៅខាងក្រៅរោងចក្រចាស់នេះសូម្បីតែភ្លើងបំភ្លឺផ្លូវក៏គ្មានដែរទុកឲ្យតែគ្មានកាមេរ៉ាសុវត្ថិភាពសូម្បីតែមនុស្សខ្វាក់ក៏រកពួកយើងមិនឃើញដែរគុំនិយាយច្រើនអីផ្លោះរបងចូលទៅធ្វើការឲ្យរហ័សដៃបន្តិចចាប់ផ្ដើមធ្វើការនេះគេហៅថាស៊ុបលបាយមន្តអាគមពិសេសបងបេខ្ញុំបានថតរួចរាល់អស់ហើយស្លាកសញ្ញាហាងអាហារ Hishan នៅលើទូឡានរបស់ពួកគេធានាថាកិច្ចមិនរួចឡើយ Reng Silver និង Lin Ji ចាំមើលលើកនេះពួកឯងស្លាប់ដោយរបៀបណាជួយជំរុញវីដេអូនេះឲ្យខ្លាំងបំផុតទិញការពេញនិយមនៅក្នុងតំបន់ជួលមនុស្សមកបញ្ចេញមិត្តក្នុងរយៈពេល3ម៉ោងខ្ញុំចង់ឲ្យមនុស្សទូទាំងទីក្រុងបានឃើញវីដេអូមួយនេះសូមបងប្អូនកម្មករនិងប្រជាពលរដ្ឋទាំងអស់ពិនិត្យមើលនេះគឺជាមុខមាត់ពិតរបស់ក្រុមហ៊ុនផ្ដល់អាហារប្រចាំការដ្ឋានសំណង់ដ៏ធំមួយខាងក្រៅធ្វើពុតជាមនុស្សស្មោះត្រង់ប៉ុន្តែនៅពីក្រោយខ្នងបែរជាយកកណ្ដុរងប់និងប្រេងលូទឹកស្អុយឲ្យកម្មករញ៉ាំដើម្បីកាប់លុយដោយគ្មានសិលធម៌ពិតជាសាហាវឃោរឃៅខ្លាំងណាស់ខ្ញុំចង់ក្អួតណាស់ម្សិលមិញខ្ញុំទើបតែដើរកាត់ក្បួនឡានរបស់ពួកគេសរសើរថាស្អាតបាតសោះអាជីវករគ្មានសិលធម៌ត្រូវតែប្រន្ទាទោសដាក់គុកពួកនេះទុនដើម្បីតែលុយគឺធ្វើរូបមជ្ឈបាយដោយមិនរើអង្គសោះយករបស់ស្អុយរលួយបែបនេះឲ្យកម្មករញ៉ាំមិនខ្លាចបាបកម្មទេអី